ថ្ងៃនេះបើសិនជាបងប្អូនទាំងអស់គ្នាអត់ដឹងថាទៅណាមកខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅដើរលេងជាមួយខ្ញុំពេលខ្លះគិតសោកទៅគឺអត់យល់ពីខ្លួនឯងដែរកន្លែងដើរលេងនិយាយថាច្រើនប៉ុន្តែកន្លែងដែលនៅជិតផ្ទះជិតបំពេញគឺនឹកអត់ឃើញសោះហើយបើនិយាយពីរឿងថាដើរលេងវិញឲ្យតែមានកម្រងគឺដើរអត់ចេះបានសម្រាប់ទេប៉ុន្តែបើសិនថាដើរលេងអត់កម្រងវិញគឺនិយាយពីថាដូចថ្ងៃហ្នឹងអញ្ចឹងគឺត្រូវទៅប្រយតែម្ដងនៅក្នុងវីដេអូនេះគ្រាន់តែពេលដែលជាសកម្មភាពទ្រុសទល់ឲ្យខ្ញុំបានថតឲ្យបងប្អូនទាំងអស់គ្នាបានឃើញហ្នឹងគឺខ្ញុំជឿជាក់ 100% តែម្ដងថាបងប្អូនគឺប្រកាសជាស្គាល់ហើយថាទីតាំងនេះគឺនៅកន្លែងណាប៉ុន្តែក៏មានបងប្អូនមួយចំនួនទៀតដែលគាត់ដើរមកអញ្ចឹងគឺគាត់អត់សូវស្គាល់ទេកន្លែងដែលខ្ញុំបានទៅហ្នឹងគឺមានឈ្មោះថា 7NG បងប្អូនទាំងអស់គ្នានៅនឹងគឺខ្ញុំខានទៅអត់ដល់មួយឆ្នាំទេណាប៉ុន្តែថ្ងៃនេះគឺខ្ញុំមកគឺខ្ញុំឡើងវាវតែម្ដងដោយសារតែគឺឥឡូវហ្នឹងគឺគេអាប់ដេតច្រើនខ្លាំងមែនតើហើយឲ្យតែពេលដែលខ្ញុំបានទៅលេងនៅ 7NG ហ្នឹងគឺខ្ញុំតែងតែញ៉ាំអីនៅនឹងតែម្ដងបើនិយាយពីម្ហូបអាហារនៅនឹងគឺតម្លៃរបស់គេរៀងគួរសមដែរប៉ុន្តែបើរសជាតិវិញគឺឆ្ងាញ់សម្រាប់របស់3មុខដែលខ្ញុំបានកំងពីខាងអ្នកលក់មកហ្នឹងគឺខ្ញុំជាប់ចិត្តជាងគេជាមួយនឹងបុកល្ហុងនេះតែម្ដងសម្រាប់បុកល្ហុងនេះគឺខ្ញុំយកជាមួយនឹងបកាលាយជាមួយនឹងក្តាមសែនទាំងអស់គ្នាប៉ុន្តែគឺរសជាតិខ្ញុំចូលចិត្តរសជាតិបែបហ្នឹងហ្មងញ៉ាំបដាអង្គុយគយគុណទេសភាពនៅចិត្តហ្នឹងបដានិយាយពីថាអារម្មណ៍ចិត្តនឹកឃើញសពកណ្ដាលខ្លួនឯងទាំងអស់គ្នាតែខ្ញុំនៅខេត្តវិញឲ្យតែពេលដែលខ្ញុំទៅនេឡើងគឺដឹងតែបបួលគ្នាជាមួយនឹងមិត្តភ័ក្ដិខ្ញុំ3 4 5នាក់ហ្នឹងមកអង្គុយញ៉ាំអីនៅចិត្តមាត់ព្រែកហើយអ្វីដែលកាន់តែប្លែកខ្ញុំសង្កេតឃើញថាឥឡូវហ្នឹងគឺគេមានលេងម៉ូតូទឹកទេទាំងអស់គ្នាកាលពីខ្ញុំមកលើកមុនហ្នឹងគឺអត់ទាន់មានម៉ូតូទឹកទេនៅហ្នឹងម្យ៉ាងដែរនិយាយទៅទេសភាពនៅនេះពេលដែល stress អីអញ្ចឹងទៅអាចជិះម៉ូតូឬក៏ជិះឡានជិះអីមកលេងនៅនឹងបានទៅពេលខ្ញុំបានញ៉ាំអីនៅកន្លែងអ្នកលក់នឹងហើយខ្ញុំក៏បានត្រឡប់មកវិញទាំងអស់គ្នាប៉ុន្តែបងទាំងមកគឺឆ្លៀតថតពីផ្អងអីសិនដើម្បីយកវីដេអូឲ្យទាំងអស់គ្នាបានមើលហើយតាមផ្លូវទៅពេលដែលខ្ញុំជិះបកមកវិញហ្នឹងទាំងអស់គ្នាជិះមកដល់ស្ពានខ្ញុំបានឃើញពូគាត់កំពុងតែបងសណាញ់អញ្ចឹងទៅក៏ឆ្លៀតឈប់ថតព្រោះខ្ញុំខានឃើញគេបងសណាញ់យូរទាំងអស់គ្នានិយាយមែនអារម្មណ៍ពេលហ្នឹងគឺខ្ញុំចង់តែសុំពូនឹងសុំតែគាត់ថាទៅបងសណាញ់ដែរប៉ុន្តែខ្ញុំខ្លាចគាត់អត់ឲ្យពេលចឹងទៅបាទសុំត្រឹមថតគាត់មើលចឹងមានអារម្មណ៍ថាពេលដែលឃើញគេបងសណាញ់គេរះសណាញ់ទៅលើទឹកម្ដងមានអារម្មណ៍ថាតំណខ្លាំងមែនតើខ្ញុំចង់តែសាកតែចាំមើលថ្ងៃណាមួយខ្ញុំទៅសុំគាត់សាកតែម្ដងបន្ទាប់ពីមើលបងគាត់បងសណាញ់រួចហើយឥឡូវខ្ញុំមកទាំងអស់គ្នាមកទិញក្តាមសែជាមួយនឹងខ្ញុំវិញបងអាក្តាមហ្នឹងហៅមកពីណាវិញបងយើងអូសិតហ្នឹងមែនខ្ញុំបានដោយតែបានលើនៅក្នុងវីដេអូនឹងអញ្ចឹងបងប្អូនទាំងអស់គ្នាគឺក្តាមនេះបងស្រីក៏ប្រាប់ថាគឺខាងបងគាត់បានរកពីតាមស្ទឹងតាមបឹងអីនៅចិត្តនឹងអញ្ចឹងណាប៉ុន្តែវាអត់សូវធំទេវារៀងទូចដែរតែទោះបីជាតូចធំអីក៏មិនថ្មីដែរព្រោះខ្ញុំនឹងទិញវាដើម្បីយកមកធ្វើជ្រក់ក្តាមក៏ដូចជាធ្វើស្លម្ជូរគូក្តាមដូចគ្នាតែដំបូងខ្ញុំអត់ចេះអីក៏ដែរគិតថាចង់ឲ្យទាំងអស់គ្នាប៉ុន្តែនៅពេលដែលខ្ញុំឃើញគេផុសនៅលើ Facebook ក៏ដូចជានៅក្នុង TikTok ដដែលពេកទៅគឺធ្វើឲ្យចិត្តខ្ញុំនេះគឺអូតូចង់តែម្ដងហើយនៅកន្លែងហ្នឹងក៏មិនមែនមានលក់តាមនៅកន្លែងបងស្រីម្នាក់ដែរគឺមានច្រើនខ្លាំងមែនតើគឺគេមានលក់បន្លែផ្សេងក៏ដូចជាត្រីសាច់អីផ្សេងទៀតដែរតែសម្រាប់ខ្ញុំពេលនៅម្ដងហ្នឹងគឺខ្ញុំខ្វះកឃើញតែក្តាមហ្នឹងមួយទេទាំងអស់គ្នាអញ្ចឹងទៅគឺខ្ញុំមកទិញអាក្តាមហ្នឹងហើយខ្ញុំថែមជាមួយនឹងត្រីប៉ុន្តែខ្ញុំអត់ស្គាល់ឈ្មោះត្រីហ្នឹងត្រីអីប៉ុន្តែត្រីហ្នឹងភាគច្រើនខ្ញុំឃើញគេយកវាទៅសឡផលិតតអញ្ចឹងក៏ជួយ follow ខ្ញុំផងណាដើម្បីបានមើលវីដេអូក្រោយៗទៀត